រឿងគឺចប់មាត់សន្យាជាឈ្មោះមានអត្ថន័យជារូបភាព metaphorical ដែលអាចត្រូវបានប្រើសម្រាប់រឿងខ្លីឬរឿងនិទានជាក់លាក់ឈ្មោះនេះបង្ហាញពីស្ថានភាពដែលនរណាម្នាក់បានផ្ដល់សន្យាអ្វីមួយហើយបន្តិចក្រោយបានជាប់ក្នុងសន្យានោះដោយសារមិនអាចបំភ្លេចឬគេចផុតពីវាបានទេវាអាចជារឿងភាគឬរឿងនិទានដែលមានមាឌការផ្លូវអារម្មណ៍ឬគំនិតសីលធម៌ខ្ពង់ខ្ពស់ខាងក្រោមជាគំនិតរឿងខ្លីមួយសម្រាប់ជាប់មាត់សន្យាជាប់មាត់សន្យារឿងខ្លីតួអង្គសំខាន់វណ្ណៈបុរសវ័យកណ្ដាលស្ទើរតែចូលនិវត្តន៍លក្ខណៈស្រីស្អាតរូបសម្បត្តិដេចម្រើនដែលជាបងស្រីស្លាប់របស់គាត់បានស្នើឲ្យគាត់មើលថែកូនច័ន្ទដាកូនស្រីតូចរបស់លក្ខណៈសាច់រឿងសង្ខេបមុននឹងស្លាប់ដោយជំងឺធ្ងន់លក្ខណៈបានស្នើសុំសង្ស័យមួយពីប្អូនប្រុសរបស់នាងលោកវណ្ណៈដើម្បីដឹកនាំនិងថែរក្សាកូនស្រីរបស់នាងគាត់បានសន្យាដោយមកថាក៏ខ្ញុំនឹងមើលថែកូនច័ន្ទដាដូចជាកូនខ្លួនឯងឆ្នាំកន្លងទៅជីវិតកាន់តែពិបាកការចូលរួមជាអ្នកឪពុកជំនួសធ្វើឲ្យវណ្ណៈបាត់បង់អាជីពការរីកចម្រើនផ្ទាល់ខ្លួនហើយភាគច្រើននឹកឃើញថាសន្យានោះគឺជាភារៈធ្ងន់ប៉ុន្តែគាត់មិនដែលបោះបង់សន្យាទោះជាយ៉ាងណានៅពេលដែលច័ន្ទដាឡង់ស្រឡាញ់នរណាម្នាក់ដែលវណ្ណៈមិនអាចទទួលយកបានព្រោះគាត់គិតថាមនុស្សនោះគ្មានសមត្ថភាពផ្លូវចិត្តវណ្ណៈត្រូវជ្រើសរើសចូលរីកាទៅនរណាម្នាក់ដែលច័ន្ទដាស្រឡាញ់ឬក៏បំពេញសន្យាដែលគាត់បានផ្ដល់នៅចុងរឿងវណ្ណៈស្រឡាញ់ច័ន្ទដាដូចកូនពិតនិងយល់ថាសន្យាខាងមុខមិនមែនសម្រាប់ការត្រួតត្រាប៉ុន្តែសម្រាប់ការគ្រប់គ្រងគាត់ចុងក្រោយទទួលស្គាល់ថាគូជាប់មាត់សន្យាគឺមិនមែនជាការរឹតបន្តឹងទេវាជាការចងចាំនៃសេចក្តីស្រឡាញ់បើអ្នកចង់ឲ្យខ្ញុំសរសេររឿងនេះជារឿងពេញលេញឬសរសេរជារឿងភាគសូមប្រាប់បានឡើយឬបើអ្នកមានគំនិតផ្ទាល់ខ្លួនធ្វើឲ្យវាផ្លាស់ប្ដូរតាមចំណង់ចំណូលចិត្តរបស់អ្នកក៏បានដែរ